cái chẳng bắt đầu mà tiền bắt đầu mà dương trong bạc file mới tiết nó trong folder first to all three hoặc là chẳng sẽ create and document hay tao mà dương đã mua về tha thì mình đã shooting chẳng bông sông ba chẳng tầm mấy ai thôi bạn sửa với dương thử ba cái hào tha the ឯកសាររបស់ component យើងចឹងយើងចុច click ទៅនេះមកហើយបន្ទាប់មកយើងចុច build material នេះ build material ចឹងយើងអាចដឹងឈ្មោះថា component យើងចង់ធ្វើហ្នឹងជាអីគេចឹងបងចង់ធ្វើ wheel ហើយ wheel ដើម្បី shooting ណាចឹងបងចង់បាន shaft មួយ shaft មួយដើមនេះ shaft មួយដើម 40 cm ចឹងវាឲ្យ4 pack ចឹងវាមាន total 8ចឹង ID របស់ shaft ហ្នឹងគឺ1362ចឹងបង search មកបងចុច assembly ហើយបងចុច search 1362នេះចេញ shaft មកអញ្ចឹងយើងចុចកាលណាក៏បានដែរចុចមកចុចអាក្រោមអញ្ចឹងហើយបន្តមកចុចអូខេហើយវាមកបញ្ឈរអញ្ចឹងខ្ញុំចង់បានយកអានេះ view វាអញ្ចឹងយើងចង់ធ្វើ view ពី front អញ្ចឹងអញ្ចឹងចង់ឲ្យវា90 degree អូខេចង់ឲ្យវា90ហើយអញ្ចឹងបន្តមកដើម្បីកុំឲ្យវាអង្គើចុះឡើងបើយើង move អីចេះទៅវាអង្គើចុះឡើងអញ្ចឹងណាអញ្ចឹងមានវិធីមួយយើងចុចលើវាមួយហើយចុចអានេះចុច fix អញ្ចឹងវាលេងអង្គើហើយនេះតើណាក៏វាអត់មានអាសញ្ញាឲ្យយើងអង្គើទៅមកវា fix ហើយអញ្ចឹងបន្ទាប់មកទៀតយើងត្រូវការកង់ដើម្បីដាក់ចូលក្នុងវាអញ្ចឹងមកទៅមើលទៀត build material បងអត់មើលកង់មួយចង់ដាក់កង់ណាក៏បានថាអីមិនកង់យ៉ាងគេឡើយបងចង់ដាក់កង់វាកង់នេះមួយក៏បានដែរកង់លេខ20កុដ35នេះ20កុដ35ហ្នឹងហើយបន្តមកយើងចុចinsert click insert and then search for 2035 and តមកចេញកង់ហើយអញ្ចឹងវាមិនកង់ហ្នឹងភាគច្រើនcomponent ភាគច្រើនវាមានតែមួយ part ឯខ្ញុំ ពេលចុចចេញមកវាចេញពី part ចេះដល់ពេលអញ្ចឹងយើងត្រូវចុចបើយើងចុចចេះបើយើងចុច just insert like this and then when we move បើយើង move ទៅវាចេញតែមួយឯអាផ្សេងទៀតនៅក្រៅវាអត់ចូលគ្នាអញ្ចឹងបន្តមកដើម្បីដោះស្រាយហ្នឹងយើងអាចធ្វើចេះក៏បានយើងចុចលើ components ហ្នឹងហើយឃើញអានេះវាបែងចែកជា2អញ្ចឹងហើយ component យើងមាន3អានេះមួយ fix ហើយណា2ទៀតអត់ទាន់ fix ទេអញ្ចឹងយើងត្រូវចុចលើ component 2ហ្នឹងហើយចុច groups នេះ group វាមកបានហើយអញ្ចឹងនៅពេលដែលវិញ move វាឃើញវាមកទាំងអស់អត់ហើយមួយទៀតស្រួលជាងនេះទៀតបងអត់ចង់ធ្វើអញ្ចឹងបងចង់ធ្វើចេះក៏បានដែរនៅពេលដែល insert ហើយនៅពេលដែល insert វាមានសញ្ញាកន្លែងនេះ insert entire part ចឹងយើងចុចអាហ្នឹងមួយមកវាលុបអានេះ blur អានេះចោលទាំងអស់ហើយចឹងវាយើងចុចមួយមកឃើញអត់វាចេញមកហ្មងហើយបន្តមកទៀតយើងចង់បាន component ហ្នឹងបានបើបងចង់បានថាចេះបងអត់ចង់បានចេះទេ
បង insert ម្ដង6ហ្មងទៅអញ្ចឹងចុចមួយទៀត1 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
5 6 ចឹងបន្ទាប់មកបងចង់ដាក់អានឹងចូលទៅក្នុង shaft នេះចឹងណាចឹងឲ្យគេដែលបើលើកទឹកចិត្តគឺថាយើងប្រើfasten mate ដដែលចឹងបងនឹងប្រើ mate មួយនេះដដែលបន្ទាប់មកយើងចុច mate នេះមួយហើយចុច click ទៅលើរង្វង់អ្នកគ្នាចុចមិនកុំឲ្យចុចមិនឲ្យអាសញ្ញានេះនៅចំកណ្ដាលអានេះនៅចំកណ្ដាលរង្វង់ចឹងចុចពីក្រៅរង្វង់មកចុចមួយហើយតែបន្ទាប់មកចុចលើ shaft យើងចុចលើ shaft យើងមួយពកហើយបន្ទាប់មកទៀតយើងចុចនេះឃើញវាអត់ fix វាអត់ fit វាខុសមុខគ្នាចឹងចុចអានេះមួយមកយើងវាស៊ីមុខគ្នាមួយហើយបន្ទាប់មកយើងចង់បាន offset យើងមែន offset យើង z មែន z ហ្នឹងមកចង់បាន4 cm អូអញ្ចឹងយើងដាក់ដក4វិញមកអញ្ចឹងដក4 cm យើងបានមួយហើយបន្ទាប់មកទៀតបងចង់ធ្វើឲ្យលឿនពីក្រៅនេះមួយបងប្រើ fasten mate មួយបន្ទាប់មកអាហ្នឹងស្រេចចិត្តដល់អ្នកគ្នាអញ្ចឹងបងចង់ប្រើ fasten mate ក្រៅមួយដើម្បីកំណត់ប្រវែងពីនេះមកក្រៅនេះឲ្យជាក់លាក់មួយហើយបន្តមកទៀតក្រៅពីហ្នឹងបងចង់ប្រើអា mate មួយនេះ slider mate អញ្ចឹងមានថាម៉េច slider mate ហ្នឹងនេះគេអានបាន allow transition along x axis the one selects ហើយបន្តមកហើយហើយយើង click ដូចមុនមក click ឲ្យចំរង្វង់លើរង្វង់វាហ្នឹងបានអានេះចំកណ្ដាលហើយបន្ទាប់មកយើងចុចទៅលើអានេះ shaft យើងនឹងមួយដែរមកហើយបន្តមកចេះមួយមកឲ្យវា fix ចូលគ្នាហើយបន្តមកចុច click ចឹង mate ហ្នឹងមិន mate ហ្នឹងមានថាយើង move បានតស៊ីវាអត់បង្ហាញអញ្ចឹងអូខេអញ្ចឹងមានថាវា move បានតែមួយ axis ទេ x មួយក្រៅពីហ្នឹង move អត់បានទេហើយអត់ move អត់បានទេអញ្ចឹងមកចង់ប្រើអាហ្នឹងទៀតអូខេអញ្ចឹងហើយយើងធ្វើតទៀតមកចឹងតមកណាហើយបន្តមកទៀតកន្លែងចុងពីចុងនេះមកនេះយើងប្រើ fasten mate មកដើម្បីកំណត់ distance between this to this វាអញ្ចឹងប៉ុណ្ណឹងបានហើយកុំវែងពេក